ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងម៉ាកុសជំពូក12ខ17នោះទ្រង់តបទៅវិញថាចូលថ្វាយរបស់សេសាទៅសេសាទៅហើយរបស់ព្រះទៅព្រះវិញគេក៏អស្ចារ្យនឹងទ្រង់នៅក្នុងព្រះបន្ទូលនៅថ្ងៃនេះគឺពួកផារីស៊ីនិងពួកហេរ៉ូតគេបានចោទជាសំណួរដើម្បីនឹងដាក់អន្ទាក់ព្រះយេស៊ូវដែលជាសំណួរបែបនយោបាយពួកគេបានសួរទៅកាន់ព្រះយេស៊ូវថាតើមានច្បាប់នឹងបង់ពន្ធថ្វាយសេសាដែរឬទេបើសិនជាព្រះអង្គម្ចាស់យេស៊ូវទ្រង់ឆ្លើយថាត្រូវតែបង់ពន្ធនោះពួកសាសយូដាដែលស្អប់ចក្រភពរ៉ូមពួកគេនឹងបះបោរហើយនឹងប្រឆាំងជាមួយនឹងព្រះយេស៊ូវគ្រីស្ទតែបើសិនជាទ្រង់ឆ្លើយថាទេមិនត្រូវបង់ពន្ធទេនោះមានន័យថាអាញាធររ៉ូមនឹងចោទប្រកាន់ព្រះអង្គថាមានចិត្តគំនិតបះបោរប្រឆាំងជាមួយអាញាធររ៉ូមដូច្នេះហើយទោះបីជាព្រះយេស៊ូវឆ្លើយទេឬក៏អត់ទេគឺសុទ្ធតែជាអន្ទាក់របស់ពួកផារីស៊ីនិងពួកហេរ៉ូតបងប្អូនហើយព្រះអង្គពេញដោយប្រាជ្ញាញាណព្រះអង្គបានឆ្លើយនៅសំណួរដែលជាការដាក់អន្ទាក់របស់ពួកផារីស៊ីនិងពួកហេរ៉ូតដោយពេញដោយព្រះចេស្តានិងប្រាជ្ញារបស់ទ្រង់តើទ្រង់ឆ្លើយយ៉ាងដូចម្តេចគឺទ្រង់បានសួរសំណួរដល់ពួកគេវិញដោយឲ្យពួកគេយកកាក់មកឲ្យទ្រង់មើលហើយសួរថាតើនៅលើកាក់នោះមានរូបនរណាពួកគេក៏ឆ្លើយថាមានរូបសេសាដូច្នេះព្រះអង្គម្ចាស់បានឆ្លើយតបទៅសំណួររបស់ពួកគេវិញថាដូច្នេះឲ្យទៅសេសារបស់ណាដែលជារបស់សេសាហើយថ្វាយទៅព្រះរបស់ណាដែលជារបស់ព្រះនេះជាចម្លើយមួយដែលពេញដោយប្រាជ្ញាហើយល្អឥតខ្ចោះដែលមិនចាំបាច់ឆ្លើយ yes ឬក៏មិនចាំបាច់ឆ្លើយ no ទៅកាន់ពួកផារីស៊ីឬពួកហេរ៉ូតនោះឡើយនៅលើកាក់មានរូបសេសាដែលជាកម្មសិទ្ធិរបស់សេសាដែលមានន័យថាត្រូវតែបង់ពន្ធឲ្យសេសាប៉ុន្តែនៅក្នុងព្រះបន្ទូលលោកុបាទជំពូក1ខ27បានប្រាប់យើងថាទ្រង់បានបង្កើតមនុស្សឲ្យដូចនឹងរូបអង្គទ្រង់មានន័យថាយើងរាល់គ្នាគឺជាកម្មសិទ្ធិរបស់ព្រះពីព្រោះយើងមានលក្ខណៈដែលជារបស់ផងព្រះយើងមានឬក៏យើងត្រូវបានបង្កើតឡើងឲ្យចំនឹងរូបអង្គព្រះដូច្នេះយើងជាកម្មសិទ្ធិរបស់ព្រះជីវិតចិត្តនិងការថ្វាយបង្គំឬអំណោយទានរបស់យើងគឺជាកម្មសិទ្ធិរបស់ព្រះដូច្នេះព្រះបន្ទូលនៅថ្ងៃនេះរំលឹកយើងថាទី1យើងត្រូវតែរស់នៅក្នុងសង្គមបច្ចុប្បន្នធ្វើជាពលរដ្ឋល្អបាទគោរពកាតព្វកិច្ចនៅក្នុងនាមជាពលរដ្ឋល្អពលរដ្ឋដែលគោរពច្បាប់ទាំងការបង់ពន្ធទាំងច្បាប់សង្គមផ្សេងហើយមួយទៀតបងប្អូនយើងកុំភ្លេចអំពីកាតព្វកិច្ចរបស់យើងដែលត្រូវតែថ្វាយស្រីល្អដល់ព្រះតាមរយៈការថ្វាយបង្គំតាមរយៈការស្ដាប់បង្គាប់សេចក្តីស្រឡាញ់និងថ្វាយអ្វីៗទាំងស្រុងទៅដល់ព្រះនៃយើងនេះហើយគឺជាព្រះបន្ទូលដែលព្រះយេស៊ូវចង់មានបន្ទូលអំពីទី1កាតព្វកិច្ចដែលយើងត្រូវរស់នៅក្នុងសង្គមហើយទី2ជាកាតព្វកិច្ចដែលយើងត្រូវរស់នៅក្នុងនាមយើងជារាជរបស់ព្រះនៅក្នុងនាមយើងជាកម្មសិទ្ធិរបស់ព្រះដូច្នេះហើយសូមឲ្យបងប្អូនបានពិចារណានៅក្នុងសំណួរនេះតើអ្វីដែលជារបស់ផងព្រះដែលយើងត្រូវថ្វាយដល់ព្រះហើយអ្វីដែលជារបស់ផងលោកីនេះដែលយើងត្រូវឲ្យទៅលោកីឬក៏អ្វីដែលយើងមានកាតព្វកិច្ចនៅក្នុងការរស់នៅក្នុងជីវិតលើផែនដីនេះដោយខ្ញុំបានជម្រាបថាដូចជាការបង់ពន្ធដូចជាការរស់នៅដោយការគោរពច្បាប់ផ្សេងនៅក្នុងសង្គមដូចជាច្បាប់ចរាចរណ៍ជាដើមដូច្នេះទូលថ្វាយដល់ព្រះអង្គគ្រប់ការទាំងអស់ឲ្យព្រះអង្គបានដឹកនាំយើងឲ្យយើងមានប្រាជ្ញានៅក្នុងការរស់នៅឲ្យយើងមានប្រាជ្ញាឆ្លើយតបរាល់មន្ទិលសង្ស័យឬសំណួរពីមនុស្សដែលចង់ដាក់អន្ទាក់យើងឬក៏ពីលោកីដែលចង់ផ្ចាញ់ផ្ចាលជាមួយនឹងយើងរាល់គ្នាសូមអធិដ្ឋានទូលថ្វាយដល់ព្រះអង្គជាមួយគ្នាព្រះម្ចាស់នៃទូលបង្គំយើងខ្ញុំអរព្រគុណដល់ទ្រង់សូមទ្រង់បានជួយឲ្យយើងខ្ញុំបានរស់នៅដោយប្រាជ្ញានៅក្នុងលោកីនេះឲ្យយើងខ្ញុំបានចេះឲ្យតម្លៃហើយនឹង
ធ្វើអ្វីៗដែលយើងខ្ញុំត្រូវធ្វើក្នុងនាមជាពលរដ្ឋល្អដែលមានកាតព្វកិច្ចនៅក្នុងសង្គមប៉ុន្តែព្រះអង្គចាស់នៃយើងខ្ញុំសូមទ្រង់ដឹកនាំយើងខ្ញុំទ្រង់រំលឹកយើងខ្ញុំកុំឲ្យយើងខ្ញុំភ្លេចថាយើងខ្ញុំម្នាក់ៗជាកម្មសិទ្ធិរបស់ទ្រង់បង្រៀនឲ្យយើងខ្ញុំថ្វាយដល់ទ្រង់នៅអ្វីៗទាំងអស់មិនត្រឹមតែគ្រាន់តែជាការថ្វាយនៅពាក្យសម្ដីឬក៏ដង្វាយប៉ុណ្ណោះនោះឡើយប៉ុន្តែគឺជាការថ្វាយនៅជីវិតទាំងស្រុងភាពស្មោះត្រង់និងសេចក្តីស្រឡាញ់របស់យើងខ្ញុំទាំងអស់ពីចិត្តផងដែរអរព្រគុណទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន